ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនី XUL ERP អញ្ចឹងនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងបង្ហាញពីរបៀបក្នុងការបង្កើតឈ្មោះទំនិញឬមួយក៏សេវាកម្មនៅក្នុងប្រព័ន្ធរបស់យើងក្នុងការបង្កើតជាដំបូងគឺយើងត្រូវចូលទៅកាន់ module stock បន្ទាប់មកយើងរើសពាក្យថា maintain item រួចយើងចុច new នៅត្រង់កន្លែងនេះដើម្បីបង្កើតឈ្មោះទំនិញឬមួយក៏សេវាកម្មថ្មីអញ្ចឹងនេះគឺជាផ្ទាំងសម្រាប់បំពេញនូវព័ត៌មានទាំងអស់របស់ទំនិញដោយនៅខាងលើនេះសម្រាប់ដាក់លេខកូដទំនិញឧទាហរណ៍ថាលេខកូដរបស់យើងគឺ CON001 ហើយនៅខាងក្រោមនេះវិញសម្រាប់ដាក់នៅឈ្មោះទំនិញដោយមានពីរឡាញនៅឡាញខាងលើសម្រាប់ដាក់ជាភាសាអង់គ្លេសនិងនៅខាងក្រោមសម្រាប់ដាក់ជាភាសាខ្មែរហើយចំពោះកន្លែងនេះវិញសម្រាប់ដាក់ឯកតាទំនិញពាក្យ URL នៅត្រង់កន្លែងនេះមកពីពាក្យថា unit of measurement ហើយនៅក្នុងករណីថាបងមានឯកតាចាប់ពី2ឡើងអញ្ចឹងបងអាចបន្ថែមឯកតាដោយចុចសញ្ញាបូកនៅខាងក្រោមនេះរួចដាក់ឯកតារបស់យើងចូលបន្ទាប់មកទៀតបងចុច untick stock control បើសិនជាប្រភេទទំនិញហ្នឹងមិនមានការគ្រប់គ្រង stock នោះទេហើយយើងចុច save ជាការស្រេចជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ XUL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ